mà chị làm bay ởប្រិមត្តបានដឹងជាវិងការបកស្រាយអីច្រឡំអីច្រើនខ្ញុំសូមជូនព័ត៌មាននេះគឺខ្ញុំឃើញមានអាចមិនតាន់ឃើញមានទេខ្ញុំខ្លាចមានអ្នកដែលយកសេចក្តីរាយការណ៍អំពីរឿងរ៉ាវដែលកើតឡើងនេះទៅបកស្រាយខុសអញ្ចឹងខ្ញុំសូមចែករំលែកនៅអត្ថបទមួយរបស់ NHK ដែលបានរាយការណ៍នៅថ្ងៃម្សិលមិញខ្ញុំពាក់ព័ន្ធជាមួយនឹងសមយុទ្ធប្រចាំឆ្នាំបាទសមយុទ្ធប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិករៀបចំរួមគ្នាជាមួយនឹងប្រទេសថៃណាបាទគឺសមយុទ្ធនេះគឺគេចាត់ទុកថាជាសមយុទ្ធយោធាដែលមានលក្ខណៈធំជាងគេបំផុតហើយនៅក្នុងតំបន់អាស៊ីបាទដោយសារតែមានកងកម្លាំងផ្សេងមកពីប្រទេសជាច្រើនចូលរួមប្រមូលផ្ដុំគ្នានៅក្នុងប្រទេសថៃផងដែរបាទសមយុទ្ធនេះគឺមានឈ្មោះថាពូវែកមាសបាទ Cobra Gold បាទពូវែកមាសហើយអ្នកដែលរៀបចំហ្នឹងគឺម្ចាស់រៀបចំហ្នឹងគឺថៃជាមួយនឹងសហរដ្ឋអាមេរិកបាទហើយគោលបំណងនៃការរៀបចំហ្នឹងគឺដើម្បីធ្វើយ៉ាងណាឲ្យសហរដ្ឋអាមេរិកហ្នឹងគឺអាចនៅតែរក្សាវត្តមានរបស់ខ្លួនបាននៅក្នុងតំបន់ Indo-Pacific បាទហើយនឹងកើតឡើងក្នុងពេលឥឡូវនេះមានកាន់តែមានសារៈសំខាន់នោះដោយសារតែចិនកាន់តែពង្រីកឥទ្ធិពលកាន់តែខ្លាំងនៅក្នុងតំបន់ហើយអញ្ចឹងដូច្នេះសហរដ្ឋអាមេរិកតែរក្សាវត្តមានរបស់ខ្លួនផងដែរអ្នកចូលរួមបើកនៅក្នុងឱកាសនោះគឺមានកាពីម្សិលមិញបាទមានលោកឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសថៃលោកបានថ្លែងនៅក្នុងពិធីបើកនោះនៅក្នុងដែលរៀបចំនៅខេត្តរ៉ាយ៉ងដោយលោកបានថ្លែងថាការធ្វើការជាមួយគ្នារវាងដៃគូសម្ព័ន្ធមិត្តទាំងអស់ហ្នឹងគឺហើយនឹងដៃគូនានាហ្នឹងគឺជារឿងមួយសំខាន់ណាស់ក្នុងការទប់ស្កាត់មិនឲ្យមានការឈ្លានពានណាហើយនឹងការការពារប្រទេសឲ្យបានប្រសើរឡើងបើតាមសេចក្តីរាយការណ៍នេះឲ្យដឹងថាអ្នកដែលចូលរួមនោះគឺមានតំណាងជាង 8,000 នាក់ដែលមកពីប្រទេសចំនួន30នៅឆ្នាំនេះចូលរួមណាបាទជប៉ុនក៏ជាប្រទេសមួយដែលចូលរួមនៅក្នុងនោះផងដែរដែលផ្ដល់យោធារបស់ខ្លួនចូលទៅហើយបើតាមលោក Matthew McFarland ដែលតំណាងខាងសហរដ្ឋអាមេរិកនោះគឺបានថ្លែងនៅក្នុងពិធីបើកនោះថាគឺអស់លោកស្រីដែលចូលរួមមានវត្តមាននៅទីនេះអាចបកស្រាយអំពីវត្តមាននៅទីនេះនឹងថាជាការឆ្លុះបញ្ចាំងនៅការបដិញ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការពង្រឹងនៅចំណងមិត្តភាពកាន់តែខ្លាំងជាពិសេសគឺជាមួយនឹងសម្ព័ន្ធមិត្តថៃក៏ដូចជាការបដិញ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសន្តិភាពនិងសន្តិសុខនៅក្នុងតំបន់ Indo-Pacific បាទគឺបើតាមសេចក្តីរាយការណ៍នេះឲ្យដឹងថាសមយុទ្ធនេះគឺក៏នឹងមានចូលរួមការហាត់បង្កើនតាក់ទងជាមួយនឹងប្រតិបត្តិការដើម្បីជួយសង្គ្រោះពេលដែលមានគ្រាមានអាសន្នហើយក៏ឲ្យដឹងថាចិនក៏មានគម្រោងនឹងចូលរួមដែរបាទនេះគឺជាសេចក្តីរាយការណ៍របស់ NHK ដែលបាទខ្ញុំឃើញថាអូចិនក៏មានការចូលរួមនៅក្នុងសមយុទ្ធយោធានឹងដែរគេធ្វើសមយុទ្ធយោធាដើម្បីទប់ជាមួយនឹងចិនកុំឲ្យទប់ស្កាត់ឥទ្ធិពលរបស់ចិនក៏ចូលរួមដែរបាទអញ្ចឹងនេះគឺជាសាច់រឿងដែលកើតឡើងណាបាទហើយគឺមានសេចក្តីរាយការណ៍ពីរដែលខ្ញុំបានឃើញសារព័ត៌មានខាងថៃរាយការណ៍ហើយខ្ញុំមកបញ្យល់សូមបញ្យល់ដល់ប្រិមិត្តផងដែរគឺមានសហរដ្ឋអាមេរិកឲ្យការរត់ពាដៃ Striker ហ្នឹងទៅខាងប្រទេសថៃបាទគឺវាជារឿងធម្មតាទេដែលនឹកឃើញនៅចាំបាននេះការលើកមុនថាសហរដ្ឋអាមេរិកផ្ដល់ជំនួយហ្នឹងដើម្បីរៀបចំធ្វើសមយុទ្ធហ្នឹងបាទយើងដឹងហើយថាសហរដ្ឋអាមេរិកហើយនឹងប្រទេសថៃគឺជាប្រទេសជាសម្ព័ន្ធមិត្តយោធានឹងគ្នាអញ្ចឹងដូច្នេះការផ្ដល់ជំនួយយោធានឹងវាជារឿងធម្មតាទេថៃនៅតែទទួលបានជំនួយពីសហរដ្ឋអាមេរិកជាប់ជាប្រចាំដដែលដូចដែលក្នុងពេលកន្លងមកចិនក៏បានធ្វើសមយុទ្ធយោធាជាមួយនឹងកម្ពុជាហើយក៏បានផ្ដល់ជូនកម្ពុជាដែរឃើញទេបាទហ្នឹងវាជារឿងធម្មតាទេដូច្នេះបើសិនជាមានការបកស្រាយណាខុសពីហ្នឹងគឺជារឿងមួយដែលវាជារឿងចៃដន្យទេឧទាហរណ៍ដូចថាចៃដន្យម្លេះដែលថៃកំពុងតែបានប្រយុទ្ធគ្នាជាមួយនឹងកម្ពុជាស្រាប់តែសហរដ្ឋអាមេរិកផ្ដល់រថពាដៃជូននឹងបាទវាជារឿងចៃដន្យមិនក៏បានវាជារឿងមួយដែលជារឿងធម្មតាក៏បានដែរព្រោះនេះជាសមយុទ្ធប្រចាំឆ្នាំបាទ
ចំយុទ្ធប្រចាំឆ្នាំហើយមានការផ្ដល់ជូនអញ្ចឹងបាទអញ្ចឹងនឹងជារឿងមួយធម្មតាទេហើយព័ត៌មានចំណុចមួយទៀតដែលខ្ញុំឃើញហ្នឹងគឺខ្លាចៗលោកមានការបកស្រាយខុសដែរគឺខាងសារព័ត៌មានខៅសូតបាទខៅសូតទេគាត់រាយការណ៍ថាគឺមេបញ្ជាការរបស់ខាងអាមេរិកហ្នឹងនិយាយសរសើរទាហានថៃហើយនឹងថាខ្មែរនឹងមិនគោរពច្បាប់ក្នុងការធ្វើការប្រយុទ្ធបាទខ្ញុំមើលទេបាទអញ្ចឹងគឺប្រិមិត្តមានការប្រយ័ត្នប្រយែងតិចអត្ថបទរបស់ខៅសូតមួយហ្នឹងគាត់និយាយចេញមករបៀបប្រភពគាត់មិនដឹងមកពីណាសូម្បីតែទាហានថៃហ្នឹងក៏មិនបាននិយាយចេញឈ្មោះថាទាហានមួយណានិយាយអញ្ចឹងដូច្នេះអាចមេទាហានណាគាត់និយាយគេជួបផ្សេងនិយាយផ្សឹងទៅហើយបើតាមបទពិសោធន៍របស់ខ្ញុំក្នុងពេលកន្លងមកដែលខ្ញុំធ្លាប់ដឹងគឺមេទាហានរបស់អាមេរិកមួយសិតតែជាអ្នករៀនសូត្រចេះដឹងជ្រៅជ្រះណាស់នៅក្នុងខ្លួនរបស់គាត់ហ្នឹងគឺមានទាំងសមត្ថភាពប្រយុទ្ធរយោធាហើយនឹងការទូតដូច្នេះពាក្យសម្ដីគេនិយាយមួយគេថ្លឹងណាបាទគេមិននិយាយលើគោកអញ្ចឹងឲ្យយកទៅបកស្រាយបានទេបាទអញ្ចឹងយើងត្រូវយល់ហ្នឹងបាទមេទាហានរបស់អាមេរិកមួយនោះគឺគេទៅឲ្យឆ្លងកាត់សាលាការទូតនឹងតែម្ដងបាទដូចខ្ញុំចាំពេលដែលខ្ញុំទោះបីជាខ្ញុំយើងនិយាយក្រៅមកខ្ញុំធ្លាប់នៅ UN ហ្នឹងខ្ញុំធ្វើដល់ manager រៀនឲ្យច្រើនហ្នឹងពេលដែលខ្ញុំមកនៅ VOA ហ្នឹងពេលដែលឡើង manager ហ្នឹងគេឲ្យទៅរៀនភាសាទៀតឲ្យរៀនរបៀប manager នឹងភាសាទៀតតែគ្រប់គ្រងយ៉ាងម៉េចសំដីទៅនិយាយមិនជាមួយនឹងបុគ្គលិកមួយហ្នឹងគេឲ្យទៅរៀនហ្មងបាទឲ្យទៅរៀនហ្មងអញ្ចឹងដូច្នេះខ្ញុំបត់ពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំហ្នឹងគឺបាទនៅក្នុងរដ្ឋាភិបាលសហព័ន្ធអាមេរិកដែរខ្ញុំឃើញសេចក្តីរាយការណ៍របស់ Council ដែលនិយាយចេញមកថាមេទាហានអាមេរិកទៅនិយាយវាយប្រហារកម្ពុជានេះខ្ញុំអត់ជឿបាទខ្ញុំអត់ជឿមិនដឹងជាមេទាហានថៃនឹងគាត់យកពាក្យនឹងយកបំផ្លែងគេមិនហើយនិយាយមកខៅសូននឹងអត់មានដាក់ប្រភពដាក់អីចេះតែសរសេរទៅពីបាទអញ្ចឹងប្រយ័ត្នមែនទែនណាក្នុងការដកស្រង់ពីប្រភពព័ត៌មានណាមួយបាទអញ្ចឹងសូមអរគុណខ្ញុំមានទូរស័ព្ទសំខាន់មួយផងដែរទៅលើកទូរស័ព្ទគេផងបាទអរគុណសូមជម្រាបលា